ចាប់ផ្ដើមហើយរដូវកាលថ្មី2026-2027លីកធំនៅអឺរ៉ុបកំពុងតែចាប់ផ្ដើមជាបន្តហើយយប់នេះម៉ោង9យប់ Arsenal ជាមួយនឹង Manchester City ប្រកួត FA Community Shield ដែលជាពានបើករដូវកាលមុននឹងសម្ពោធសប្តាហ៍ដំបូង Premier League រដូវកាលថ្មីនៅសប្តាហ៍បន្ទាប់បាទលោក Michael Carrick អ្នកจัดការ Manchester United និយាយអំពីស្ថានភាពនៃការទិញដូរកីឡាករនៅ Man U បច្ចុប្បន្ននេះ Manchester City ក៏កំពុងតែមានបំរែបំរួលធំនៅតំបន់បំរើរបស់ក្លឹបផងដែរក្នុងសម័យអ្នកจัดការថ្មី Enzo Maresca ដែលចូលមកជំនួសលោក Pep Guardiola ដែលបានចាក់ចេញពីក្លឹបក្រោយធ្វើជាអ្នកจัดការរយៈពេល10ឆ្នាំដ៏ជោគជ័យនៅទីនេះបាទនិយាយខ្លីតិចអំពី FA Community Shield យប់នេះបាទ Arsenal ដែលប្រកួតក្នុងនាមជាជើងឯក Premier League ជាលើកដំបូងបាទក្នុងរយៈពេលជាង20ឆ្នាំចុងក្រោយArsenal លើកពាន FA Community Shield នេះច្រើនជាងគេលំដាប់ទី2បន្ទាប់ពី Man U បាទគឺ17ដង Man U 21ដងបាទហើយលើកពាន Community Shield លើកចុងក្រោយបាទគឺ2023 Man City បាទលើកពាន FA Community Shield លើកចុងក្រោយ2024យប់នេះខ្ញុំគិតថាស្មើគ្នាមួយស្មើហើយ penalty Arsenal ឈ្នះបាទនិយាយអំពីស្ថានភាពនៅ Man U និង Man City មុនរដូវកាលថ្មីនៃលីកកំពូលអង់គ្លេសចាប់ផ្ដើមនៅសប្តាហ៍ក្រោយបាទManchester United មកទល់ពេលនេះទើបតែបាននាំចូលសមាជិកថ្មី3នាក់ទេក្នុងនោះខ្សែបម្រើ Brazil មកពី Chelsea Andre Santos បាទនិងខ្សែបម្រើ Belgium Yuri Tielemans បាទដែលផ្ទេរមកពី Aston Villa បាទនិងមួយរូបទៀតគឺអ្នកចាំទី Segur បាទកីឡាករជាមួយជាតិ Wales បាទកីឡាករ Cardalov ដែលចូលរួមពី Leeds United ដោយគ្មានតម្លៃទេបាទនៅក្នុងស្ថានភាពបច្ចុប្បន្ននេះលោក Michael Carrick ទទួលស្គាល់ថាស្ថានភាពគឺមិនទាន់គ្រប់គ្រាន់ទេបាទលោកចង់បានបន្ថែមទៀតចង់ឲ្យក្រុមខ្លាំងជាងហ្នឹងចង់ឲ្យសម្បូរកីឡាករជាងហ្នឹងបាទ Manchester United ជាពិសេសនៅតំបន់ការពារស្លាប់ឆ្វេងនិងតំបន់បម្រើកំពុងតែត្រូវការសមាជិកបន្តទៀតបាទហើយលោក Michael Carrick បាននិយាយថាគឺពិតជាត្រូវការសមាជិកថ្មីមកបន្ថែមមែនក៏ប៉ុន្តែ Man U បានរៀនសូត្រពីកំហុសក្នុងអតីតកាលបាទធ្វើឲ្យ Man U មានភាពប្រយ័ត្នប្រយែងនៅក្នុងការទិញកីឡាករថ្មីមកចូលរួមក្លឹបកាលពីអតីតកាលកន្លងទៅបាទ Man U ចាយលុយខ្ជិលបាទរាប់សិបលានផោនជាង100លានផោនក៏មានលើការនាំចូលកីឡាករបាទក៏ប៉ុន្តែចាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់អស់រាប់រយចូលពាន់លានតែមិនសូវជោគជ័យទេបាទហើយកីឡាករដែលទិញមកថ្លៃទាំងនោះតម្លៃផ្ទេរក៏ថ្លៃប្រាក់ខែក៏ខ្ពស់ក៏ពពកក៏ប៉ុន្តែមកដល់គុណផលគឺមិនដល់ការរំពឹងទុកបាទឬក៏និយាយសម្ាញ់ខ្លីថាទិញខុសបាទទិញខុសច្រើនបាទអញ្ចឹងលោក Michael Carrick គាត់ថាក្លឹបឥឡូវគឺមានភាពប្រយ័ត្នប្រយែងបាទប៉ុន្តែសួរថាចង់បានកីឡាករថែមគឺចង់បាទមិនទាន់ឈប់ដំណឹងទេប៉ុន្តែក៏មិនមែនចេះតែចាយលុយដើម្បីទៅទិញឲ្យទៅបានដែរបាទដោយកន្លងទៅនេះនៅក្នុងរដូវក្តៅ2026ហ្នឹងបាទខ្សែបម្រើជាមួយជាតិអង់គ្លេសដែលឡើងកូដនៅ Nottingham Forest រដូវកាលមុនបាទ Elliot Anderson បាទ Man City ទិញទៅបាទជាង100លានផោនបាទហើយខ្សែបម្រើវ័យក្មេងប៉ូទុយហ្គាល់ Matheus Fernandes បាទដែល West Ham លក់ទៅឲ្យ Spurs ហ្នឹងបាទក៏តម្លៃចូលក្បែរ100លានផោនដែរបាទហើយពីរហ្នឹងសិតតែ Man U ចង់បានដូចគ្នាដែរក៏ប៉ុន្តែ Man U អត់ចាយលុយដេញថ្លៃចូលដល់ក្បែរ100លាននិងជាង100លានដោយដែល Man City ទិញ Elliot Anderson ពី Nottingham Forest ហើយនឹង Spurs ទិញ Matheus Fernandes ពី West Ham ទេបាទអញ្ចឹងគឺ Man U ដកខ្លួនហ្មងហើយមកទល់ពេលនេះទើបតែចាយអស់83លានផោនទេបាទលើការនាំចូល Andre Santos ហើយនឹង Yuri Tielemans ហ្នឹងបាទគឺតិចជាងចំណាយរបស់ក្លឹបទើបឡើងមក Premier League ថ្មីដូចជា Coventry Ipswich Town អីជាដើមហ្នឹងគឺ Man U មកទល់ពេលនេះចាយតិចជាងផងបាទព្រោះ Man U មានភាពប្រយ័ត្នប្រយែងប៉ុន្តែនៅតែចង់បានកីឡាករបន្ថែមទៀតអញ្ចឹងបាទកំពុងតែសម្លឹងបន្តទៀតបាទមិនទិញកីឡាករមកឲ្យត្រូវហើយតម្លៃផ្ទេរក៏ដូចជាប្រាក់ខែហ្នឹងឲ្យសមទៅនឹងសមត្ថភាពសមទៅនឹងទេពកោសល្យបាទហ្នឹងហើយនិយាយអំពី Manchester City វិញបាទកំពុងតែរុះរើច្រើនដែរបាទហើយក្នុងនោះលក់ផ្លូវការមួយហើយខ្សែបម្រើហូឡង់វ័យ28ឆ្នាំបាទ Tijani Randers បាទទៅឲ្យក្លឹបអារ៉ាប៊ីសាអូឌីតបាទ Al Qassia បាទក្នុងតម្លៃ52លានផោនបាទទិញមកពី AC Milan ទើបតែបានមួយរដូវកាលបាទរដូវកាលមុនក្រុមការដឹកនាំរបស់លោក Pep Guardiola ទិញមក 46.5លានផោនឥឡូវលោកវិញបាន52លានផោនចំណេញទៀតបាទមកដល់ដំបូងដូចជាចាប់ផ្ដើមបានល្អដែរបាទសម្រាប់កីឡាករ Tijani Randers នេះនៅ Man City បាទក្រោយការចាក់ចេញរបស់
ខ្សែបំរើប្រយុទ្ធឆ្នើមនឹងជាលីកចិនរបស់ club បាទ Kevin De Bruyne បាទទៅចូលរួម Napoli នៅអ៊ីតាលីទៅបាទទីជំនាញ Render ចាប់ផ្ដើមអាជីពនៅ Man City ដូចជាល្អដែរបាទប៉ុន្តែក្រោយមកហាក់ដូចជាមិនបានជះឥទ្ធិពលឲ្យដែលថាខ្លាំងក្លាគ្រប់គ្រាន់នៅ Man City ហើយម្យ៉ាងគួបផ្សំនឹងលោក Pep Guardiola ចាក់ចេញផងអ្នកចាត់ការថ្មីមកគឺលោក Enzo Maresca បាទអញ្ចឹងហើយលក់ចេញតែឲ្យបាទក្លឹប Al-Qadsiya នៅអារ៉ាប៊ីសាឌីតបាទដែលកំពុងតែបំផឹកដោយអតីតអ្នកចាត់ការ Liverpool និង Celtic បាទគឺលោក Brendan Rodgers បាទហើយមួយទៀត Rodri បាទ Barcelona ដាក់សំណើដេញថ្លៃលើកទី3ហើយដាក់រួចហើយបាទតម្លៃដេញថ្លៃលើកចុងក្រោយហ្នឹងក្បែរ70 លានអឺរ៉ូបាទហើយ Barcelona មានសន្តិនិយមថានឹងសម្រេចបានជោគជ័យក្នុងការដេញថ្លៃទិញ Rodri ទៅ Camp Nou បាទហើយ Rodri បាទខ្សែបម្រើការពារអេស្ប៉ាញដ៏សម្បូរបទពិសោធន៍នឹងជោគជ័យទើបតែលើកពាន World Cup ជាមួយអេស្ប៉ាញនិងឈ្នះពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ World Cup នៅអាមេរិក Mexico កាណាដា2021ហ្នឹងផងហ្នឹងបាទនៅជាអតីតម្ចាស់ពាន Ballon d'Or ម្នាក់ដែរបាទគាត់ចង់ទៅ Barcelona ខ្លាំងមែនទែនបាទអញ្ចឹងនៅតែតម្លៃចរចាតម្លៃផ្ទេរវាង Man City និង Barcelona ទេបាទហើយ Barcelona គឺសង្ឃឹមបាទសង្ឃឹមខ្ពស់ក្នុងការយកបាន Rodri ទៅរួមក្លឹបបាទអញ្ចឹងគួបផ្សំនឹងការចាក់ចេញរួចទៅហើយរបស់កីឡាករដែលចប់កិច្ចសន្យាដូចជា Bernardo Silva អីជាដើមបាទនៅតំបន់បម្រើរបស់ Man City មានបម្រែបម្រួលច្រើនបាទក្នុងការមកដល់របស់សមាជិកថ្មី Elliot Anderson ដែលខ្ញុំបាននិយាយមុនហ្នឹងបាទទិញពី Nottingham Forest មកហ្នឹងបាទតម្លៃផ្ទេរបំបែកកំណត់ត្រា Declan Rice ដែលកាលពី Arsenal ទិញ West Ham នឹងទៅទៀតជាកីឡាករអង់គ្លេសថ្លៃជាងគេក្នុងប្រវត្តិសាស្ត្របាទហើយនឹងការមកដល់របស់លោក Enzo Maresca ក៏ដូចជាសមាជិកក្មេងៗខ្លះដែរនៅក្នុងក្រុមបាទ Menti ត្រូវបានគេកំពុងរងចាំមើលនៅរបៀបលេងថ្មីបាទគុណផលថ្មីនៅក្នុងរដូវកាលថ្មីហើយយប់នេះបានឃើញពេលលេងជាមួយនឹង Arsenal Community Shield ម៉ោង 9 យប់ថ្ងៃអាទិត្យនេះបាទ Zion Suzuki បាទអ្នកចាំទីជាមួយជប៉ុនកូនកាត់ជប៉ុនហ្គាណាបាទការចរចាដើម្បីផ្ទេរពីប៉ាម៉ាទៅ PSG ក្នុងតម្លៃ35 លានអឺរ៉ូហ្នឹងបាទគឺបន្ទាប់ពីត្រូវរើលក្ខខណ្ឌគ្នាពីដំបូងហើយនឹងចរចាត្រូវរើថ្លៃផ្ទេររវាងក្លឹបនិងក្លឹបហើយឥឡូវបរាជ័យវិញបាទដោយសារតែពាក់ព័ន្ធនឹងការទៀមទាមួយចំនួនពីខាងតំណាងរបស់កីឡាករ Zion Suzuki ហ្នឹងបាទក៏ដូចជាពាក់ព័ន្ធទៅនឹងកុំសុងផងដែរបាទហើយលោក Luis Enrique បាទក្រុមវឹក PSG គាត់បាននិយាយបង្ហើបមកចេះថាបើកីឡាករណាដែលត្រូវផ្ទេរមក PSG ទាំងមុខស្អុយមុខអត់ញញឹមស្រស់ស្រាយគឺគាត់ត្រូវដូរយុទ្ធសាស្ត្រហើយយ៉ាងបាទប៉ុន្តែឥឡូវនេះ Aston Villa កំពុងតែចរចាមួយប៉ាម៉ាក្នុងតម្លៃដូចគ្នាបាទ Aston Villa គឺដាក់សំណើទៅឲ្យប៉ាម៉ាក្នុងតម្លៃមិនចាញ់ក្នុងលក្ខខណ្ឌមិនចាញ់ PSG ទេបាទហើយត្រូវបានពឹងថា Zion Suzuki ចិត្តផ្ទេរមក Premier League ហើយបាទហើយអ្នកចាំទីជាមួយជាអាសងទីរបស់ Aston Villa បច្ចុប្បន្នបាទកីឡាករ Emiliano Martinez បាទដែលមិនได้ប្រងចេញតាំងពីដើមក្តៅមុនបាទត្រូវបានភ្ជាប់នឹង menu ផងអីផងបាទតែពាក់ព័ន្ធនឹងវ័យគាត់ពាក់ព័ន្ធទៅនឹងប្រាក់ខែរបស់គាត់បាទហើយឥឡូវនេះពាក់ព័ន្ធទៅនឹងបញ្ហាកាយសម្បទាគាត់ទៀតត្រូវបានរាយការណ៍ថាមានបញ្ហាកាយសម្បទាមួយចំនួនដែរបន្ទាប់ពីលេងនៅ World Cup ហ្នឹងបាទធ្វើឲ្យ Juventus គាត់រីរែកវិញឥឡូវហ្នឹងបាទ Juventus ហើយ Juventus ក៏មានជំរឿផ្សេងទៀតដែលកំពុងពិចារណាដែរបាទដូចជា Vicario បាទដែល Spurs អត់ប្រើសម័យលោក Roberto De Zerbi នេះបាទហើយនឹង Ederson បាទអ្នកចាំទី Fenerbahce បាទកីឡាករប្រេស៊ីលអតីតសមាជិក Man City ហ្នឹងក៏ស្ថិតក្នុងជំរឿពិចារណារបស់ Juventus ដែរបាទហើយ PSG បាទ PSG នាំចូលសមាជិកថ្មីក្មេងៗនឹងមានទេពកោសល្យបានគួរសមដែរនេះបាទហើយត្រូវពេលដែលចេញខ្លះដែរបាទនៅនោះនិយាយពីការទិញបានបាទកីឡាករ Ferran Torres បាទខ្សែប្រយុទ្ធជាមួយជាតិអេស្ប៉ាញវ័យ26ឆ្នាំពី Barcelona ទៅបាទអតីតសមាជិក Man City ដែរហើយទៅលេងនៅ Barcelona បាន4ឆ្នាំបាទ2022ដល់2021ឥឡូវទៅ PSG បាទតម្លៃ50 លានអឺរ៉ូបាទហើយខ្សែបម្រើប្រយុទ្ធជំរឿជាតិបារាំងវ័យក្មេងបាទវ័យ24ឆ្នាំបាទ Magne Aliouche បាទក៏ PSG បានទិញពី Monaco បាទតម្លៃ50 លានអឺរ៉ូនឹងដែរបាទហើយនឹងមួយទៀតបាទ Mika Götze បាទខ្សែប្រយុទ្ធស្លាបជាមួយជាតិ Belgium វ័យ21ឆ្នាំបាទក៏ទើបតែផ្ទេរទៅពី Ajax ដែរបាទតម្លៃទៅបានគេថា55 លានអឺរ៉ូបាទការម្ដងរបស់ខ្សែការពារស្លាបឆ្វេងជាមួយជាតិបារាំងចៅភាសា Lucas Digne បាទ
chẳng PSG ក៏បង្រឹងក្រុមបន្តទៀតដែរហើយទើបតែលើកពាន UEFA Super Cup ផងបន្ទាប់ពីផ្ដួល Aston Villa 2-1បាទកីឡាករខ្សែប្រយុទ្ធស្លាប់វ័យក្មេងបារាំងបាទ Bradley Barcola របស់ PSG ហ្នឹងគាត់បានរាយការណ៍ថាត្រូវរើលក្ខខណ្ឌតោះខ្លួនអស់ហើយជាមួយនឹង Liverpool នៅចាំតែការចរចាថ្លៃផ្ទេររវាង PSG ជាមួយនឹង Liverpool ទេហើយ Liverpool ហ្នឹងគាត់បានរាយការណ៍ថាចិត្តលក់បាទកីឡាករ Cody Gakpo បាទខ្សែប្រយុទ្ធស្លាប់ហូឡង់តែឲ្យ Spurs ដែរបាទលក្ខខណ្ឌតោះខ្លួនថាត្រូវរើឲ្យនៅតែការចរចាថ្លៃផ្ទេររវាង Liverpool និង Spurs ដែរបាទ Marcus Rashford បានលេងឲ្យ Man U ឡើងវិញជាលើដំបូងហើយបាទក្រោយពេលថាមួយរដូវកាលកន្លះចុងក្រោយហ្នឹងបាទលេងនៅក្លឹបផ្សេងក្រោមកេញណាខ្ចីដូចជានៅ Aston Villa បាទសម័យលោក Ruben Amorim មកគឺអត់ Rashford ដែលមានបញ្ហាមួយគ្នាក៏ចេញទៅ Aston Villa ទៅហើយចូលដល់រដូវកាល2025-26បាទគាត់ទៅ Barcelona បាទឥឡូវត្រឡប់វិញហើយលោក Michael Carrick បាទគាត់ចង់ប្រើ Rashford ហើយគាត់និយាយថា Rashford នៅតែជាកីឡាកររបស់ Man U បាទហើយ Rashford ក៏បង្ហាញការសប្បាយចិត្តក្នុងការមកធ្វើការក្រុមការដឹកនាំរបស់លោក Michael Carrick ដែរបាទហើយ Rashford នេះគឺត្រូវបានទទួលស្គាល់ថាជាកីឡាករដែលដុសដាលចេញពីថ្នាលរបស់ Man U ផ្ទាល់ហ្នឹងល្អជាងគេបំផុតគិតតាំងពី2013មកដែលជាឆ្នាំ Sir Alex Ferguson ចូលនិវត្តន៍ពីអាជីពជាអ្នកចាត់ការបាទអញ្ចឹងមកទល់នឹងពេលហ្នឹងគឺអត់ទាន់មានថ្នាល Man U ណាល្អជាង Rashford ទេបាទអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នានៅក្នុងវីដេអូក្រោយ